សួស្តីបងប្អូនថ្ងៃនេះនាំបងប្អូនមកលេងនៅជាការចន្ទីផងយើងណាបងប្អូនគឺចន្ទីផងយើងបាញ់ឆ្នាំបាន2ដងហើយបងប្អូនបាន2ដងហើយគឺការលូតលាស់វាគឺបានប៉ុណ្្នឹងឯងបងប្អូនគឺយើងធ្វើការបាញ់ជំរុះម្ដងហើយសារនេះយើងធ្វើការបាញ់ប្រទាញបងប្អូនការលូតលាស់វាគឺបានប៉ុណ្្នឹងឯងបងប្អូនហើយដើមចន្ទីនេះគឺដើមខ្ចីទេបងប្អូនស្ទើរតែបាន3ឆ្នាំទេចន្ទីគឺយើងស្ទើរតែសាកល្បងជំរុះហ្នឹងបងប្អូនគឺខ្ចីមែនទែនហើយចន្ទីដើមខ្ចីនិងចន្ទីដើមចាស់គឺខុសគ្នាឆ្ងាយបងប្អូនដើមខ្ចីគឺថាជំរុះរួចគឺថាលាស់លឿនតែម្ដងណាបងប្អូនគឺថាលឿនជាងចន្ទីយើងចាស់ហើយចន្ទីយើងចាស់អត់ទាន់លាស់បានប៉ុណ្ណេះទេបងប្អូនហើយចន្ទីពេលដែលយើងជំរុះហើយគឺលូតលាស់ចេញត្រួយមកគឺល្អបងប្អូនល្អជាងចេញផ្កាណាបងប្អូនចន្ទីភាគច្រើនគឺយើងជំរុះម្សាភាគច្រើនគឺចេញត្រួយហ្នឹងឯងមុនណាបងប្អូនតែចន្ទីខ្លះក៏ប្លែកដែរបងប្អូនចន្ទីខ្លះគឺជំរុះរួចចេញមកគឺចេញផ្កាតែម្ដងណាបងប្អូនប៉ុន្តែការចេញផ្កាហ្នឹងគឺវាអត់សូវល្អទេបងប្អូនដោយសារថាដូចថាវាលឿនពេកណាបងប្អូនគឺយើងជំរុះរួចយើងប្រទាញមកគឺវាចេញផ្កាយកតែម្ដងគឺហ្នឹងគឺអត់សូវល្អទេបងប្អូនដោយសារតែតងផ្កាវារៀងខ្លីៗណាបងប្អូនខ្ញុំហើយជាមានដោយដើមដែរបងប្អូនដើមចាស់ចាស់បងប្អូនគឺចេញមកគឺវាចេញផ្កាយកតែម្ដងបងប្អូនតែសម្រាប់ដើមខ្ចីនេះគឺអត់ទាន់ចេញទេបងប្អូនគឺវាចេញត្រួយមកសិនគឺមកគ្រប់ដើមតែម្ដងបងប្អូនអរមែនតើបងប្អូនចេញមកគ្រប់ដើមហើយហើយយើងអ្នកធ្វើចំការបងប្អូនមិនថាបងប្អូនថាខ្ញុំទេគឺខែនេះហើយគឺចាប់ផ្ដើមចុះលុយហើយបងប្អូនចុះលុយដោយសារអីដោយសារតែយើងបាញ់ថ្នាំហ្នឹងឯងបងប្អូនពេលនេះអត់ជំរុះអីគឺថាធម្មតាទេបងប្អូនយើងបាញ់តាមធម្មតាតែយើងជំរុះហើយគឺរៀងបន្ទាន់តិចហើយបងប្អូនដោយសារតែយើងជំរុះយើងមានវគ្គផងវាណាបងប្អូនបើសម្រាប់បងប្អូនអ្នកអត់ជំរុះគឺស្រួលទេបងប្អូនគឺស្រេចតែយើងបាញ់ទៅចង់បាញ់ស្មើណាក៏បានដែរគឺយើងអត់មានវគ្គមានអីតែបើយើងជំរុះនេះគឺមានវគ្គឲ្យបងប្អូនមកយើងមិនខកខានខុសពេលវាគូវាពិបាកដែរបងប្អូនវាអត់សូវបានទេដោយសារតែយើងជំរុះហើយភាគច្រើនបងប្អូនមើលទៅគឺត្រួយទេបងប្អូនអត់ទាន់ចេញផ្កាទេដើមខ្ចីតែដើមចាស់ខ្លះណាគឺចេញមកផ្កាតែម្ដងបងប្អូនដើមខ្ចីនេះភាគច្រើនចេញមកគឺត្រួយសិនបងប្អូនហើយត្រួយល្អមែនទែនបងប្អូនចុះលុយដោយសារតែយើងបាញ់មានវគ្គវាបងប្អូនដោយសារតែយើងជំរុះអញ្ចឹងហើយយើងត្រូវតែមានវគ្គយើងតាមដានវារហូតហើយចេញត្រួយល្អអញ្ចឹងបើសិនតែយើងខកខានយូរក៏ពិបាកដែរណាបងប្អូនដោយសារតែមានសត្វវាធ្វើຕົកអញ្ចឹងហើយមិនថាយើងចុះលុយបន្តិចអ្នកដែលជំរុះណាបងប្អូនថាបងប្អូនថាខ្ញុំទេគឺតែតាមដានមើលពីកម្មភាពវាលូតលាស់យ៉ាងម៉េចណាបងប្អូនស្នុកយើងបាញ់តាមវាគឺចេញគ្រប់ដើមបងប្អូនហើយម្ដងគឺគ្រប់ត្រួយតែម្ដងបងប្អូនគ្រប់បន្ទោលចេញមកល្អបងប្អូនដើមនេះដើមខ្ចីទេបងប្អូនគឺទើបតែអាយុ3ឆ្នាំទេហើយជំរុះនេះក៏ជាលើកទី1ដែរបងប្អូនគឺពីមុនមកយើងតែបានជំរុះទេបងប្អូនដោយសារតែដើមខ្ចីពេកហើយនេះយើងចង់ពិសោធន៍មើលណាបងប្អូនលើកទី1ទេដើមខ្ចីនិងដើមចាស់យើងជំរុះតាមមួយណាវាផ្លែល្អជាងអញ្ចឹងណាបងប្អូនវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនជម្រាបលាបងប្អូនសុខសប្បាយ